សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងដើរទៅមុខប៉ុន្តែជើងទាំងពីរជាប់ចំណងដោយខ្សែពួរដែលមើលមិនឃើញដែរឬទេខ្សែពួរនោះគឺជារឿងរ៉ាវអតីតកាលមិនមែនថាវាជាកំហុសដែលអ្នកបានធ្វើការឈឺចាប់ដែលគេផ្ដល់ឲ្យឬឱកាសដែលបានបាត់បង់វានៅតែបន្តលងបន្លាចនិងទាញអ្នកឲ្យនៅត្រឹងមួយកន្លែងថ្ងៃនេះយើងនឹងមកសិក្សាអំពីចិត្តសាស្ត្រនៃការដោះលែងការដោះលែងមិនមែនមានន័យថាការបំភ្លេចនោះទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូររបៀបដែលយើងសម្លឹងមើលរឿងរ៉ាវទាំងនោះដើម្បីឲ្យយើងអាចរស់នៅជាមួយបច្ចុប្បន្នភាពដោយក្តីសុខទី1ហេតុអ្វីបានជាពិបាកដោះលែងតាមបែបចិត្តសាស្ត្រមនុស្សយើងមានទំនោរចងចាំរឿងអវិជ្ជមានខ្លាំងជាងរឿងវិជ្ជមានតំបន់សុវត្ថិភាពនៃភាពឈឺចាប់ជួនកាលយើងស៊ាំនឹងការឈឺចាប់រហូតដល់យើងខ្លាចនឹងការផ្លាស់ប្ដូរការនៅជាមួយការឈឺចាប់ដែលយើងស្គាល់ច្បាស់ជាងការដើរទៅរកអនាគតដែលយើងមិនទាន់ដឹងក្តីសង្ឃឹមដែលមិនសមហេតុផលយើងតែងសង្ឃឹមថាចុះបើខ្ញុំធ្វើបែបនេះចុះបើគេម្នាក់នោះផ្លាស់ប្ដូរការរំពឹងចង់ឲ្យអតីតកាលប្រែប្រួលគឺជាអន្ទាក់ដ៏ធំបំផុតអត្តសញ្ញាណដែលភ្ជាប់នឹងការឈឺចាប់មនុស្សខ្លះកំណត់អត្តសញ្ញាណខ្លួនឯងថាជាជនរងគ្រោះនៅពេលអ្នកលែងឈឺចាប់អ្នកមានអារម្មណ៍ថាបាត់បង់ខ្លួនឯង 2. ដំណាក់កាលនៃការព្យាបាលដើម្បីដោះលែងបានយើងត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ការទទួលស្គាល់ឈប់ប្រកែកជាមួយការពិតអ្វីដែលបានកើតឡើងគឺវាបានកើតឡើងរួចទៅហើយការប្រឆាំងនឹងការពិតមានតែបង្កើតការឈឺចាប់ទ្វេដងការអនុញ្ញាតឲ្យខ្លួនឯងឈឺចាប់កុំព្យាយាមសង្កត់អារម្មណ៍បើយើងចង់យំចូលយំបើខឹងចូលដឹងថាខ្លួនឯងខឹងចិត្តសាស្ត្រនិយាយថាអារម្មណ៍ដែលមិនត្រូវបានបញ្ចេញវានឹងមិនស្លាប់ទេតែវានឹងត្រូវកប់ទុកទាំងរស់ហើយវានឹងចេញមកវិញតាមរូបភាពដ៏អាក្រក់ជាងមុនការរៀនសូត្រសួរខ្លួនឯងថាតើរឿងនេះបង្រៀនអ្វីខ្លះដល់ខ្ញុំនៅពេលអ្នករកឃើញមេរៀនការឈឺចាប់នឹងប្រែទៅជាប្រាជ្ញា3បច្ចេកទេសចិត្តសាស្ត្រក្នុងការដោះលែង 1. ការសរសេរសម្បត្តិដែលមិនផ្ញើចេញសរសេររាល់ពាក្យពេចន៍ដែលអ្នកចង់និយាយទៅកាន់អ្នកដែលធ្វើឲ្យអ្នកឈឺចាប់ឬសរសេរទៅកាន់ខ្លួនឯងកាលពីអតីតកាលបន្ទាប់មកដុតវាចោលឬហែកចោលវាគឺជាការបញ្ចេញថាមពលអវិជ្ជមានចេញពីខួរក្បាល 2. ការធ្វើសមាធិរៀនរស់ក្នុងដង្ហើមបច្ចុប្បន្នអតីតកាលគឺជាខ្មោចដែលលងយើងនៅពេលដែលចិត្តយើងមិននៅនឹងខ្លួន 3. ការផ្ដល់អភ័យឯកសិទ្ធឲ្យខ្លួនឯងឈប់បន្ទោសខ្លួនឯងអ្នកកាលពីមុនមិនមានចំណេះដឹងដូចអ្នកនៅពេលនេះទេចូលអរគុណខ្លួនឯងបានឆ្លងកាត់រឿងរ៉ាវទាំងនោះមកបានទី4ការចាប់ផ្ដើមជីវិតថ្មីការដោះលែងមិនមែនធ្វើឡើងត្រឹមតែមួយយប់នោះទេវាគឺជាដំណើរការបង្កើតគោលដៅថ្មីនៅពេលអ្នកមានអ្វីដែលអ្នកត្រូវតែធ្វើសម្រាប់អនាគតខួរក្បាលរបស់អ្នកនឹងលែងមានពេលសម្រាប់រំពឹងគិតអតីតកាលជ្រើសរើសបរិយាកាសថ្មីមនុស្សជុំវិញខ្លួនមានឥទ្ធិពលខ្លាំងណាស់ចូលនៅក្បែរមនុស្សដែលផ្ដល់កម្លាំងចិត្តនិងថាមពលវិជ្ជមានទី5សេចក្តីសន្និដ្ឋានអតីតកាលគឺជាសាលារៀនមិនមែនជាកន្លែងសម្រាប់រស់នៅឡើយការដោះលែងមិនមែនមានន័យថាអ្នកចាញ់នោះទេប៉ុន្តែវាមានន័យថាអ្នកស្រឡាញ់ខ្លួនឯងខ្លាំងល្មមនឹងឈប់ធ្វើបាបខ្លួនឯងដោយសាររឿងដែលកន្លងផុតទៅចូលដកដង្ហើមឲ្យវែងរួចនិយាយទៅកាន់ខ្លួនឯងថាអរគុណដែលបានឆ្លងកាត់រឿងទាំងនេះកន្លងមកអ្នកនឿយហត់ណាស់ឥឡូវខ្ញុំអនុញ្ញាតឲ្យអ្នកសម្រាកនិងដើរទៅមុខដោយសេរីបើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានវីដេអូក្រោយៗទៀតសូមអរគុណ